អារម្មណ៍ភក្ថាសិភៅពុទ្ធធម៌នៅក្នុងប្រទេសខ្មែរយើងមានចំនួនច្រើនសមគួរលំមដល់សេចក្តីត្រូវការរបស់ពុទ្ធសាសនិកខាងផ្លូវសិក្សានិងផ្លូវប្រតិបត្តិហើយតែសិភៅដែលខ្ញុំសរសេរនេះជាសិភៅមួយក្នុងបណ្ដាសិភៅទាំងឡាយដែលគេសរសេរវាបែបទស្សនវិជ្ជាពុទ្ធសាសនិកប្រសិនបើត្រូវការគិតគូរដល់ទស្សនៈជាន់ខ្ពស់ឬត្រូវការខាត់រំលឹងនៅសេចក្តីសង្ស័យយ៉ាងល្អិតដែលវិញ្ញាណរបស់មនុស្សយើងកំចាត់ចោលពុំទាន់អស់នៅឡើយគប្បីសិក្សាចាក់សិភៅនេះព្រោះរឿងទាំងឡាយដែលខ្ញុំប្រមូលមកសរសេរក្នុងផ្ទៃនៃសិភៅនេះសុទ្ធតែជារឿងមានប្រយោជន៍សម្រាប់អ្នកស្រាវជ្រាវអ្នកទម្លាយនៅសេចក្តីសង្ស័យអ្នកកែខៃបញ្ហាសិភៅនេះខ្ញុំឲ្យឈ្មោះថាទស្សនៈសកលជាគូនឹងឈ្មោះពីរទៀតថាទិដ្ឋិសាកលនិងយោបល់សាកលឈ្មោះទាំង3នេះអ្នកសិក្សាចង់ប្រើឈ្មោះណាមួយក៏បានព្រោះឈ្មោះទាំងឡាយនេះមានន័យមានសេចក្តីដៅដូចគ្នាទស្សនៈសកលប្រែថាការឃើញជាសកលដែលថាការឃើញជាសកលនោះពុំមែនមានន័យថាមនុស្សតែម្នាក់បានឃើញនៅរឿងអ្វីៗទាំងអស់នៅក្នុងសកលពិភពលោកនោះទេគឺមនុស្សទាំងឡាយច្រើនរូបបានឃើញនៅរឿងមួយផ្សេងគ្នាឧទាហរណ៍រឿងវិញ្ញាណមនុស្សរូបខ្លះឃើញយ៉ាងនេះមនុស្សរូបខ្លះឃើញយ៉ាងនោះសឹងមានលក្ខណៈប្លែកៗគ្នាដូចនេះជាដើមដោយអាស្រ័យមនុស្សលោកមានការឃើញខុសគ្នាក្នុងរឿងមួយឬមានការឃើញស្របគ្នាក្នុងរឿងមួយឬក្នុងរឿងច្រើនយ៉ាងទើបខ្ញុំលើកយកពាក្យថាសកលមកប្រើជាឈ្មោះនៃសិភៅនេះព្រោះសាច់រឿងដែលនាំឲ្យមនុស្សបញ្ចេញទស្សនៈនឹងការពារនៅទស្សនៈរៀងខ្លួននោះវាជារឿងដែលគេຕົកដាច់ជារឿងសកលឬជារឿងរបស់ពិភពលោកតាំងតែពីយូរយារណាស់មកហើយអត្ថបទទាំងឡាយក្នុងសិភៅនេះខ្ញុំសូមសរសេរជាបែបទស្សនវិជ្ជាតាមរបបក្នុងសម័យបុរាណផងតាមរបបក្នុងសម័យទំនើបផងដូច្នេះអ្នកអានទាំងឡាយកាលណាបានអានអត្ថបទរបស់សិភៅឈ្មោះទស្សនសកលនេះក៏បីប្រើជាមួយនឹងអំណាចរបស់ខ្លួននៅគំនិតស្រាវជ្រាវឲ្យច្រើនជាងគំនិតបន្ទាត់ឬគំនិតអក្សរឬគំនិតគម្ពីរដូចនេះព្រោះអ្វីព្រោះពន្លឺរបស់វិញ្ញាណដែលយើងទម្លាប់ហៅថាបញ្ញានោះធម្មធាតុនេះវាមិនមែនកើតមានចាក់គំនិតបន្ទាត់គំនិតអក្សរឬគំនិតគម្ពីរឡើយគឺវាតែងតែកើតឡើងចាក់គំនិតស្រាវជ្រាវជានិច្ចឧទាហរណ៍ដែលគេនៅចាំបានគ្រប់គ្នាក្នុងរឿងនេះគឺការត្រាស់ដឹងនៅសច្ចធម៌4ប្រការរបស់ព្រះអរហន្តសម្មាសម្ពុទ្ធនៃយើងទាំងឡាយដែលអ្នកណាក៏ដឹងដែរថាសច្ចធម៌នោះព្រះអង្គទ្រង់រកឃើញក្នុងពេលដែលទ្រង់បានលះបង់ចោលនៅគំនិតបន្ទាត់អស់ហើយខ្ញុំសូមបញ្ជាក់ថាគំនិតបន្ទាត់បានដល់គំនិតរបស់ជនណាដែលមានសេចក្តីឃើញធ្លាក់ចុះក្នុងលទ្ធិដែលគេហៅថាស្រេចនិយមឬអញនិយមឧត្តមគតិរបស់ជនក្នុងលទ្ធិនេះកាលណាអើយឡើងដល់រឿងអ្វីមួយគេប្រកាន់ថារឿងនោះអញធ្លាប់មានជំនឿមកយ៉ាងនេះអញធ្លាប់ចូលចិត្តមកយ៉ាងនោះលទ្ធិរបស់អញមានមកហើយយ៉ាងណាអញត្រូវធ្វើយ៉ាងនោះគ្រូនិយាយយ៉ាងណាគម្ពីរប្រាប់យ៉ាងម៉េចអក្សរមានមកដូចម្ដេចខ្លះបន្ទាត់បែងសេចក្តីបែបណាយើងត្រូវតាមគ្រូតាមគម្ពីរតាមអក្សរតាមបន្ទាត់អ្វីទាំងអស់ស្រេចនឹងគ្រូស្រេចនឹងគម្ពីរស្រេចនឹងអក្សរស្រេចនឹងបន្ទាត់មនុស្សដែលមានខ្លួនធ្លាក់ចុះក្នុងលទ្ធិស្រេចនិយមឬអញនិយមមិនមែនមានសេចក្តីប្រកាន់ត្រឹមតែប៉ុណ្ណេះទេគឺមានសេចក្តីប្រកាន់រហូតទៅចុងបំផុតថាគ្រូអញគម្ពីរអញអក្សរអញបន្ទាត់អញឬស្រេចនឹងគ្រូអញស្រេចនឹងគម្ពីរអញស្រេចនឹងអក្សរអញស្រេចនឹងបន្ទាត់អញដូច្នេះទៀតផង
ដើម្បីបន្ធូរគំនិតនៃអាមាត្យទាំងឡាយដែលបានយកចិត្តទុកដាក់ខំប្រឹងអានអត្ថបទរបស់សៀវភៅនេះខ្ញុំសូមណែនាំថាប្រសិនបើមិនមានពន្លឺក្នុងអត្ថទាំងឡាយឬក្នុងអត្ថបទណាមួយសូមកុំភ្លេចសាររើអានជាថ្មីឡើងវិញនៅអត្ថបទក្នុងសៀវភៅទាំងឡាយនេះគឺ 1. បញ្ហាអនាគត 2. វិញ្ញាណទស្សនៈ និង 3. ពុទ្ធវិទ្យារឿងបណ្ឌបាបដូច្នេះព្រោះអ្វីព្រោះសៀវភៅទាំងឡាយនេះមានអត្ថបទជាប់ទាក់ទងគ្នាជាមួយនឹងសៀវភៅឈ្មោះទស្សនៈសកលនេះដោយច្រើននៅទីបំផុតខ្ញុំសូមឧទ្ទិសសៀវភៅនេះចំពោះវិញ្ញាណក្ខន្ធនៃបុព្វការីជនទាំងឡាយមានជាអានសម្ដេចព្រះធម្មលិខិតល្វីអែមឧត្តមប្រឹក្សាគណៈមហានិកាយចៅអធិការវត្តលង្កាព្រះកុសមារាមជាព្រះឧបជារបស់ខ្ញុំកាលឧបសម្បទាជាភិក្ខុភវៈប្រតិចប្រគុណតុនផាន់អតីតចៅអធិការវត្តសេដ្ឋីជាព្រះឧបជាកាលបួសជាសាមណេរនិងជាធម្មមេចាខាងធរនិងអសរសាស្ត្រប្រតិចប្រគុណព្រះឧត្តមមនីអ៊ុំស៊ូជាព្រះកម្មវាចាដោយនិមន្តប្រតិចប្រគុណអន្តលិខិតនាមជីជាព្រះកម្មវាចាដោយសោតឧបាសកង៉ែតខៀវជាបិតានិងឧបាសិកាកៅជីនដែលជាមេត្តាដែលចែកឋានទៅកាន់បរលោកហើយនោះសមេត្តាទទួលយកនៅផល្លានិសង្ឃដែលកើតឡើងអំពីសេចក្តីព្យាយាមរបស់ខ្ញុំដោយអំណាចផល្លានិសង្ឃនេះសូមបានប្រកបដោយសេចក្តីសុខចម្រើនគ្រប់ប្រការសូមឲ្យព្រះពុទ្ធសាសនាដែលខ្លួនខ្ញុំស្រឡាញ់ស្មើដោយជីវិតមានរស្មីភ្លឺស្វាងត្រចះត្រចង់រុងរោចដូចជាព្រះច័ន្ទពេញវងនារាត្រី15កើតសូមឲ្យពិភពលោកស្ថិតនៅក្នុងសន្តិភាពអស់កលយូរអង្វែងមិនមានទីបំផុតវត្តលង្កាព្រះកុសមារាមនៅថ្ងៃទី25តុលា1968ភិក្ខុធម្មបាលខៀវ